Ôi, mà rồi dạ này khơi nè mạ ôiកំពុងជជែកវែកញែកច្រើនតើតើទៅនឹងការពិនិត្យត្រីពោះនៅក្នុងបណ្ដាញសង្គមហើយក៏អ្នកគ្រូក៏ទទួលបានសំណួរជាច្រើនតែតើតើមកអ្នកគ្រូអញ្ចឹងថ្ងៃនេះអ្នកគ្រូជម្រាបសួរម៉ាក់ទាំងអស់គ្នាតើតើនឹងពេលដែលម៉ាក់មានត្រីពោះម៉ាក់បារម្ភថាតើកូនមានបញ្ហាអីអត់កូនមានសុខភាពល្អអត់តើគួរទៅពេទ្យណាហើយធ្វើយ៉ាងម៉េចចឹងថ្ងៃនេះអ្នកគ្រូមកស្រាយចម្ងល់ម៉ាក់ទាំងអស់គ្នាតើតើនឹងបើសិនមកយើងម៉ាក់មានតិចពោះហើយពេលដែលម៉ាក់បាត់រដូវម៉ាក់ត្រូវតែអញ្ជើញទៅធ្វើការពិនិត្យតិចពោះហើយយើងមានការពិនិត្យអេកូឬក៏ការថែទាំតាមតែអ្នកគ្រូពេទ្យនៅកន្លែងពិនិត្យតិចពោះហ្នឹងគាត់ផ្ដល់ជាប្រឹក្សាផ្ដល់ជាមធ្យោបាយសម្រាប់ថែទាំតិចពោះរបៀបណាហើយតើតើនឹងការពិនិត្យអេកូយើងមាន4លើកទី1គឺនៅពេលដែលម៉ាក់បាត់រដូវណាហើយចង់ដឹងថាតើកូននឹងនៅក្នុងស្បូនឬក៏កូននៅក្រៅស្បូនទីតាំងកូននឹងជាប់លាប់ល្អអត់ឬក៏កូននឹងគម្រាមរលូតហើយតើតើនឹងការវិវត្តរបស់កូនតើកូនមានបញ្ហាអីអត់ចាហើយលើកទី2តើទៅនឹងក្នុងកំឡុងពេល12ទៅ15សប្តាហ៍តែយើងចង់ដឹងអីខ្លះនៅក្នុងកំឡុងពេល12ទៅ15សប្តាហ៍តើទៅនឹងថាតើកូនម៉ាក់ហ្នឹង1ឬក៏2ណាពេលខ្លះយើងចង់ដឹងថាបន្តិចកូននឹងភ្លោះទៅឬក៏អីចឹងណាហ្នឹងហើយបើសិនជាភ្លោះហ្នឹងត្រូវថែទាំមិនទៀតភ្លោះឃើញមានភ្លោះ13 14ហ្នឹងហើយអញ្ចឹងហើយដើម្បីកំណត់ថាតើថ្ងៃបង្កកំណើតនឹងពិតប្រាកដនៅក្នុងកំឡុងពេលណាស្រួលម៉ាក់រៀបចំសម្ភារៈនិងពេលវេលាក្នុងការសម្រាលកូនដោយសុវត្ថិភាពហើយបន្តទៀតតទៅនឹងការវាស់កញ្ចឹងកកូនគឺសំខាន់តទៅនឹងកូនកើតមកមានលក្ខណៈគ្រប់គ្រាន់ហើយមានបញ្ហាគេហៅតទៅនឹងពិនិត្យទ្រីសូមី21អញ្ចឹងអានេះគោលប្រយ័ត្នប្រយែងផងដែរបើសិនបើកូនមានបញ្ហាមិនគ្រប់លក្ខណៈម៉ាក់តើគួរគិតវិធីសាស្ត្របែបណាក្នុងការរក្សាគាត់ឬក៏មានទៅជួបបញ្ហាជាមួយលោកគ្រូពេទ្យទៅនឹងកូនមានបញ្ហាហ្នឹងចាហើយភាពមិនប្រក្រតីរបស់ទារកផ្សេងទៀតទៅនឹងបញ្ហាផ្សេងដែលវាកើតឡើងអ្នកខ្លះក៏មានបញ្ហាទៅនឹងឆែតមាត់ឆែតអីចឹងណាច្រមុះឬក៏ភ្នែកវិការដៃវិការអីមិនគ្រប់លក្ខណៈចាហើយនឹងសន្ទះទ្រូងចំហហើយមានបញ្ហាតើតើយើងជជែកគ្នាច្រើនរឿងបញ្ហាមានបេះដូងចំហឬក៏អីចឹងណាដែលជាការព្រួយបារម្ភរបស់ម៉ាក់ទាំងអស់គ្នាកំណត់ភេទប្រុសស្រីនឹងគឺសំខាន់ណាអ្នកទាំងអស់គ្នាទាំងឪពុកទាំងម្ដាយគឺចង់ដឹងថាកូនយើងប្រុសឬស្រីណាហ្នឹងហើយលើកទី3គឺក្នុងកំឡុងពេលផ្ទៃពោះ23ទៅ25សប្តាហ៍ក្នុងកំឡុងពេលហ្នឹងតើម៉ាក់គួរធ្វើអីខ្លះនៅក្នុងកំឡុងពេលហ្នឹងពេលដែលម៉ាក់អញ្ជើញទៅពិនិត្យអេកូសាសលោកគ្រូពេទ្យគាត់មើលលម្អិតទៅនឹងសរីរាង្គរបស់ទារកចាហើយទៅនឹងខួរក្បាលមានទឹកនៅក្នុងខួរក្បាលអត់មុខមាត់ភ្នែកច្រមុះណាមានច្រមុះមានអីយ៉ាងពិសេសហាម៉ាក់ចង់ឃើញភ្នែកកូនមានច្រមុះស្រួចច្រមុះមិនស្រួចឬក៏កាត់ទៅខាងណាអីចឹងណាឃើញម្នាក់គឺសលឹងលើរូបភាពនៅនឹងអេកូនឹងតែម្ដងហើយមាត់នឹងតម្រង់ច្បាស់លាស់អត់ឬក៏មាត់នឹងឆែបចាពិសេសជាងគេគឺបេះដូងប្រហោងណាហើយនឹងមានសួតមានថ្លើមពវៀនកាពះអីផ្លោកនោមអីហើយមានពវៀនចេញក្រៅអីតើតើនឹងឆ្អឹងខ្នងសន្ទះទ្រូងចាហើយនឹងអវយវៈហ្នឹងមានលើសខ្វះនេះលោមានលើសដៃមួយឬអីចឹងណាជើងគ្រប់គ្រាន់អត់ចឹងហ្នឹងហើយជាពិសេសនេះគឺលើកចុងក្រោយណាលើកទី4គោជាពេលវេលាដែលម៉ាក់ទាំងអស់គ្នាជិតដល់ពេលសម្រាលហើយគោព្រួយបារម្ភផងដែរក្នុងកំឡុងពេលហ្នឹងគឺគេពិនិត្យក្នុងកំឡុងពេល33ទៅ35សប្តាហ៍តើទៅនឹងការលូតលាស់និងសុខភាពរបស់ទារកនឹងល្អអត់ណាតម្រង់ក្បាលតម្រង់គូតឬក៏តម្រង់ជើងណាហើយម៉ាក់សម្រាលដោយសុវត្ថិភាពតាមផ្លូវក្រមឬក៏ត្រូវសម្រាលតាមផ្លូវវះកាត់ហើយទម្ងន់របស់កូននឹងឯងទីតាំងរបស់សុកនឹងទុំឬក៏សុកនឹងមិនតាន់ទុំឬក៏មានបញ្ហាអ្វីមួយតាក់ទងទៅនឹងកូនបរិមាណទឹកភ្លោះគ្រប់គ្រាន់អត់ឬក៏បរិមាណទឹកភ្លោះស្ងួតចាហើយបញ្ហាផ្សេងទៀតដែលកើតមានឡើងចំពោះទារកអញ្ចឹងកុំភ្លេចណាបើសិនជាមានបញ្ហាឬក៏ចម្ងល់អ្វីបន្ថែមសូមតាក់ទងមកអង្គការ Marie Stop ណាជម្រាបលា